ខ្ញុំចង់ញ៉ាំកាហ្វេតោះទៅញ៉ាំកាហ្វេនៅសាលាកាហ្វេហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងយើងរៀនទាក់ទងនឹងការផលិតវីដេអូតាម AI ណាអញ្ចឹងដំបូងឡើយយើងនឹងមើលទាក់ទង AI tool មានអីគេខ្លះអញ្ចឹងជាក់ស្ដែង AI tool យើងមានច្រើននេះ AI tool ទាំងអស់ប៉ុន្តែជាក់ស្ដែងគឺយើងអត់រៀន AI tool ទាំង13ហ្នឹងទេប៉ុន្តែគឺយើងរៀនមួយចំនួនទាក់ទងទៅនឹងការបង្កើតវីដេអូ AI ដោយសារគ្នាយើងពេលតែគ្នាយើងធ្វើទាក់ទងនឹងវីដេអូ AI ហ្នឹងគ្នាយើងត្រូវបង្កើតទាក់ទងវីដេអូមួយដែលនិយាយទាក់ទងនឹងការប្រម៉ូទទាក់ទងហាងកាហ្វេរបស់យើងអញ្ចឹងគ្នាយើងចាំពេលរៀនចប់អាទិត្យក្រោយគ្នាយើងជួយ drop វីដេអូឬក៏បើអាចកន្លងពេលរៀនហ្នឹងអាចធ្វើវីដេអូទៅក្នុងហាងកាហ្វេឲ្យទៅហើយធ្វើចប់គ្នាយើងទម្លាក់ចូលក្នុង Telegram group មកឲ្យឈើមើលថាតើគ្នាយើងយល់ល្អទាក់ទងការបង្កើតវីដេអូហ្នឹងហ្នឹងហើយអញ្ចឹងដូចគ្នាយើងឃើញអញ្ចឹងទី1 ChatGPT គឺគេប្រើសម្រាប់សួរសំណួរឆ្លើយសំណួរអីអញ្ចឹងទៅឬក៏គេអាចឲ្យគាត់នឹងសរសេរ prompt ឬក៏ script ក្នុងការនិយាយបង្កើតទៅក្នុងវីដេអូអញ្ចឹងបើគ្នាយើងមានតាក់ទងទៅនឹងconcept ទៅក្នុងហាងកាហ្វេគឺយើងប្រាប់ ChatGPT ហើយ ChatGPT នឹងសេទៅទងទៅនឹងscript ឲ្យយើងហ្នឹងអាហ្នឹងក៏ប្រើបានដូចគ្នាដែរហើយ Picvis គឺគេប្រើចំណុចទី2នេះគឺប្រើ remove background ហើយនឹង Perplexity គឺគេប្រើសម្រាប់ research Sono AI យើងរៀនកាលពីអាទិត្យមុនហើយគឺគេប្រើក្នុងការដែលយើងបង្កើតតទៅនឹងចម្រៀងឬក៏តន្ត្រីគឺជា music soundtrack ហ្នឹងគឺគេយកទៅ sound ក៏បានដែរឬក៏គេបង្កើតជាចម្រៀងមានប្រុសមានស្រីច្រៀងអញ្ចឹងទៅហើយ Canva AI គឺគេប្រើសម្រាប់ design graphic ឬក៏ slide អីចឹងហ្នឹងហើយ Eleven Lab គឺគេប្រើសម្រាប់ clone voice Grammarly គឺគេប្រើសម្រាប់កែអក្ខរាវិរុទ្ធភាសាអង់គ្លេសខាងផ្នែកវេយ្យាករណ៍ Luma គឺគេប្រើសម្រាប់ 3D model Red Cloud គឺគេប្រើសម្រាប់ summarize YouTube video Runway គឺគេប្រើសម្រាប់ edit video ណាហើយសម្រាប់ Descript គឺគេប្រើសម្រាប់ edit podcast Syllabi គឺគេប្រើសម្រាប់ faceless video ហើយនឹងចុងក្រោយគឺ Skynail គឺគេប្រើសម្រាប់ create viral thumbnail នឹងគឺជា AI ទាំង13ដែលឈើបានដកស្រង់មកហើយគ្នាយើងបើចង់សិក្សាចំណុចទាំងអស់ហ្នឹងគ្នាយើងអាច explore បន្ថែមព្រោះយើងដូចឈើលើកឡើងអញ្ចឹងយើងអត់រៀនលម្អិតទាំងអស់ហ្នឹងទេគឺយើងរៀនតែឥឡូវនេះគឺយើងរៀនតែ ChatGPT ហើយនឹង Google Gemini បន្ទាប់មកទៀតគឺ Flow AI មុនយើងចូលទៅមេរៀនរបស់យើងឈើបង្ហាញមកបន្តិចតកតងទៅនឹង Answer the Public ដូចគ្នាយើងដឹង Answer the Public គឺជា platform ដែលគេប្រើសម្រាប់យើងអាច search រាល់ keyword នៅលើ Google ទាំងអស់ដូចគ្នាយើងឈើបង្ហាញកាលពីអាទិត្យទី2មានន័យថាបើគ្នាយើងវាយថា Answer the Public នៅលើ Google បន្តមកទៀតគ្នាយើងនឹងអាច search រក keyword ណាដែលគ្នាយើងគិតថាចង់ដឹងថាតើប្រធានបទណាដែលគេ search ចូលច្រើនជាងគេនៅលើ Google ពេលយើងអាចវាយ coffee shop ទៅគឺវាចេញមកទាំងឲ្យគ្នាយើងបង្ហាញឲ្យគ្នាយើងហ្នឹង Answer the Public អញ្ចឹងករណីហ្នឹងមានន័យថាបើគ្នាយើងសរសេរ content marketing content ហើយគ្នាយើងអត់ដឹងថាខ្លួនឯងគួរតែសរសេរលើប្រធានបទអីគ្នាយើងអាចចូល Answer the Public ហើយសួរថាតើប្រធានបទណាដែលគេ trend នៅក្នុង Google ជាងគេមានន័យថាគេមើលច្រើនជាងគេយើងអាចធ្វើទៅក្នុងប្រធានបទនោះសម្រាប់ Grammarly គឺគេប្រើក្នុងការដែល check អក្ខរាវិរុទ្ធភាសាអង់គ្លេសជាភាសាខាងផ្នែកវេយ្យាករណ៍ហើយ Quillbot គឺគេប្រើសម្រាប់ជំនួយក្នុងការដែល paraphrase មានន័យថាយើងមានប្រយោគមួយប៉ុន្តែយើងអត់ចង់ឲ្យប្រយោគនឹងដូចផងគេយើងឲ្យវាជួយសរសេរឲ្យខុសគេប៉ុន្តែរក្សាអត្ថន័យនៅដដែលនឹងគឺគេប្រើ Quillbot ឥឡូវយើងចូលមក ChatGPT វិញជាទូទៅ ChatGPT
គឺគេប្រើក្នុងការបង្កើតជា content idea មានន័យថាយើងប្រើវាដើម្បីសួរវាឲ្យបង្កើតទាក់ទងទៅនឹង blog post ឬក៏ social media content ឬ update ព័ត៌មានអីអញ្ចឹងគឺយើងអាចសួរ ChatGPT បានដើម្បីឲ្យ ChatGPT ផ្ដល់ចម្លើយឲ្យយើងដែលយើងគ្រាន់តែផ្ដល់ជា keyword ឬក៏ context មានន័យថាយើងអាចផ្ដល់ព័ត៌មានឲ្យវាខ្លីៗវានឹង provide យើង detail ហើយណានឹងគឺការប្រើ ChatGPT មួយទៀតក្នុងពេលដែលយើងធ្វើទៅក្នុង marketing content ណាពេលសរសេរ content ហ្នឹងបើយើងអត់សូវមានពេលទេយើងអាចពឹង ChatGPT ហ្នឹងឲ្យវាជួយក្នុងការសរសេរឲ្យយើងបានហើយយើង check មើលនិងអឺព្យាយាមកែពាក្យដោយសារ ChatGPT ជាទូទៅវាប្រើល្អក្នុងការបង្កើតជា idea ប៉ុន្តែរាល់ពាក្យពេចន៍ដែលវាប្រើហ្នឹងគឺនៅតែ AI មានន័យថានៅពេលដែលយើងប្រើ ChatGPT ហើយបន្តមកទៀតយើងយកវាយកទៅប្រហោះគេអាចដឹងគេជាទូទៅអ្នកដែលគេធ្លាប់ប្រើគេដឹងថាមាតិកាហ្នឹងគឺសរសេរដោយ AI ហើយឥឡូវហ្នឹងសូម្បីតែថា Facebook ហ្នឹងក៏វា detect វាចាប់តែទាក់ទងទៅនឹង content AI អញ្ចឹងគឺវាលុតសញ្ញាឲ្យថា content ហ្នឹង generate ដោយ AI អញ្ចឹងនៅពេលដែលបើយើងមាន Facebook page យើងរក្សាភាព professional វិជ្ជាជីវៈរបស់យើងហើយយើងអត់ចង់ឲ្យគេគិតថាយើងនឹងសរសេរដោយ AI ពេលយើងពឹង ChatGPT ឲ្យសរសេរ content ហ្នឹងឲ្យហើយគឺយើងត្រូវតែ double check ហើយយើងត្រូវកែអក្ខរាវិរុទ្ធណាដែលយើងមើលទៅថាស្តៀងនឹង ChatGPT សរសេរមួយទៀតគឺគេប្រើសម្រាប់ personalize content ChatGPT មានន័យថា personalize content ហ្នឹងមានន័យថាគឺយើងដាក់ target content ហ្នឹងឲ្យចំគោលដៅអតិថិជនរបស់យើងអញ្ចឹងយើងអាចសរសេរ content ឬក៏យើងសរសេរ content ហើយយើងឲ្យ ChatGPT analyze ជាមួយនឹង target audience របស់យើងថាតើវាត្រូវជាមួយនឹង target audience របស់យើងអត់ដូចគ្នាយើងមានអតិថិជនគោលដៅរបស់យើងមិនមែន18 ដល់25មាតិកាដែលយើងសរសេរហ្នឹងតើតោះហាងកាហ្វេតើតោះ matcha latte ហើយយើងមានមាតិកាប្រភេទហ្នឹងហើយយើងសួរ ChatGPT ថាតើជួយសម្រួលឲ្យមិនក៏ដោយឲ្យត្រូវជាមួយនឹងអតិថិជនគោលដៅរបស់យើងពី18ដល់25ហ្នឹងវានឹងជួយសម្រួលហើយវាជួយសរសេរឲ្យត្រូវហើយអញ្ចឹងវាជួយយើងបានច្រើនអញ្ចឹងឥឡូវគ្នាយើងសម្រាប់ ChatGPT នេះគឺយើងប្រើក្នុងការសរសេរ prompt គ្នាយើងស្គាល់អីជា prompt ហ៎ prompt មានន័យថាអ្វីដែលយើងប្រាប់ទៅឲ្យខាង AI ពេលយើងនិយាយទៅក្នុង AI ឈើមិននិយាយដល់ទៅលើ ChatGPT អញ្ចឹងមានន័យថា ChatGPT ក៏យើងត្រូវការប្រើ prompt Google Gemini ក៏យើងត្រូវការប្រើ prompt Flow AI ក៏យើងត្រូវការប្រើ prompt ដែរអញ្ចឹង prompt គឺជាអី prompt គឺជា short instruction វាជាការណែនាំខ្លីដែលយើងសរសេរហើយយើងអាចជា description ខ្លីដែលយើងសរសេរប្រាប់ឲ្យ AI ថាយើងចង់បានអីចង់ឲ្យវាបង្កើតអីចង់ឲ្យវារកអីអញ្ចឹងណាអាហ្នឹងគឺជា prompt អញ្ចឹងមានន័យថាវាជា short វាគឺជាអាចថា short description ឬក៏ short text ដែលយើងប្រាប់ទៅ AI ឲ្យវាជួយធ្វើឲ្យយើងអញ្ចឹងឥឡូវហ្នឹងគឺយើងរៀនក្នុងការដែលយើងបង្កើត prompt វិញម្ដងគឺយើងប្រើយើងនឹងប្រើពីរទី1គឺយើងបង្កើត prompt ដែលយើងឲ្យ ChatGPT បង្កើតឲ្យទី2គឺយើងឲ្យ ChatGPT បង្កើត prompt ឲ្យយើងវិញហើយបន្តមកទៀតយើងយក prompt ហ្នឹងយកទៅបង្កើតក្នុង Google Gemini ណាឥឡូវយើងចូលជំហានទី1ម្ដងជំហានឡើយនេះគឺយើងឲ្យ ChatGPT គឺយើងឲ្យ ChatGPT បង្កើត prompt ឲ្យយើងថាតើគេធ្វើមិនណាក្នុងការធ្វើវីដេអូយើងគ្រាន់តែប្រាប់ suggest a 3D visual prompt a man and a woman walk to Sala Cafe to grab a coffee អូខេហើយsubmit គ្នាយើងជួយsay prompt
chờ mà đấy khi dương khơi nữa khơi khơi prom chờ đấy khi dương ok chẳng một top một tiết khi dương copy prom nữa khi dương từ Google Gemini mình đòn chẳng khi dương khơi Gemini hay generate dương sẽ hay generate 3D based on this prompt ហើយយើង paste វាមក paste អាprompt ដែលយើង copy ពី ChatGPT ហើយយើង submit គ្នាយើងជួយធ្វើតាក់ទងនឹងហាងកាហ្វេរបស់គ្នាយើងហ្នឹងហើយពេលបានវីដេអូហើយគ្នាយើងជួយទម្លាក់ចូលទៅក្នុង Telegram របស់យើងអូខេយើងឃើញនេះសាលាកាហ្វេហើយពីរអ្នកហ្នឹងគាត់ទៅទិញកាហ្វេអញ្ចឹងយើង download រូបនឹងទុកណា download រូបនឹងទុកហើយ prompt ហ្នឹងគឺយើងទុកណាឥឡូវបន្តមកទៀតមិញយើងបានរូបហើយយើងចូលទៅ Flow AI វិញម្ដងគ្នាយើងឃើញ Flow AI ណាឃើញហ៎បន្តមកទៀតគឺយើង click create Flow AI ហ្នឹងដើម្បីយើងចូលទៅបង្កើតជាទូទៅ Flow AI ឥឡូវហ្នឹងគឺវាផ្ដល់ឲ្យយើង50 credit រាល់ថ្ងៃប៉ុន្តែដោយសារ Porsche ប្រើអស់អញ្ចឹងឥឡូវនៅសល់35 credit អញ្ចឹងគ្នាយើងបន្ទាប់ចំណុចដំបូងហ្នឹងគឺគ្នាយើងត្រូវគ្នាយើងចុច new project គ្នាយើងចុច new project ហើយណាបន្តមកទៀតគ្នាយើងត្រូវចុចយកសញ្ញាបូកកន្លែងនេះគ្នាយើងឃើញហ៎សញ្ញាបូកកន្លែងនេះហ៎តនេះហ្នឹងហើយឥឡូវគ្នាយើងយក upload media រូបឥឡូវខ្ញុំ upload ណាគ្នាយើងមានចម្ងល់ហ៎បន្ទាប់មកគ្នាយើងឃើញណាអញ្ចឹងយើង add រូបហ្នឹងជា5 add រូបហ្នឹងហើយអ្វីយើងត្រូវធ្វើដំបូងឡើងគឺយើងត្រូវ check មើលកន្លែងនេះគ្នាយើងឃើញកន្លែងនេះកន្លែងនេះមានន័យថាបើយើងចង់បាន 16.9 ហ្នឹងគឺវីដេអូផ្ដេក 4.3 នេះក៏វីដេអូផ្ដេកដែរប៉ុន្តែវារៀងក្រេបន្តិច 1.1 គឺវាមានថាក្រេហ្មងហើយ 9.16 នេះគឺវីដេអូបែបរៀលណាវីដេអូបែបរៀលប៉ុន្តែឈើយក 16.9 ឈើយកវីដេអូបែប YouTube វីដេអូផ្ដេកណាហើយគ្នាយើងឃើញគុណ2នេះមានន័យថាពេលយើងចុចទៅគឺវានឹងបង្កើត2វីដេអូឲ្យយើងប៉ុន្តែគ្នាយើងត្រូវចាំថាបង្កើតវីដេអូម្ដងគឺអស់ credit 15 credit អញ្ចឹងយើងធ្វើតែមួយចុចទៅយកតគុណ1មកបានហើយបង្កើតម្ដងឲ្យវាបង្កើតឲ្យតែមួយវីដេអូបានហើយយើង save វាទុកមកណា save ចឹងហើយយើងប្រាប់វាឲ្យ generate 3D based on this prompt ឃើញទេប៉ុណ្្នឹងណាប៉ុន្តែបើគ្នាយើងចង់បន្ថែម dialog ឲ្យពីរនាក់នឹងនិយាយគ្នាយើងអាចបន្ថែមនិយាយគ្នាជាភាសាខ្មែរបានដូចគ្នាដែរអញ្ចឹងអ្វីយើងត្រូវសរសេរយើងប្រាប់វាថា a woman said ហើយយើងបើកមុខកញ្ចក់មកខ្ញុំចង់ញ៉ាំកាហ្វេយើងប្រាប់អញ្ចឹងណាបន្តមកទៀតman reply
តោះទៅញ៉ាំកាហ្វេនៅសាលាកាហ្វេនឹងបើគ្នាយើងចង់ឲ្យវាបង្កើតវីដេអូមកមាន dialogue មានគេនិយាយគ្នាជាភាសាខ្មែរគឺយើងអាចបង្កើតបានដោយសារឥឡូវហ្នឹង Flow AI គាត់ upgrade បានច្រើនយើងត្រូវតែយកជាវីដេអូសិននេះចុចតែនេះដោយសារវាបាំងហើយអូខេសារថ្មីឈើសំយុទ្ធ10 second គ្នាយើង10 second មិនហ្នឹងដោយសារឈើអត់បានសេរីអាកន្លែងយក image នេះយើងត្រូវចុចយកវីដេអូ ingredient 16.9 យកមួយឈើយក10 second អញ្ចឹងមានន័យថាអស់15 credit ប៉ុន្តែបើឈើយក8 second គឺអស់12 credit បើយក6 second អស់10 credit យក4 second គឺអស់7 credit ឥឡូវឈើយក10 second ណាគ្នាយើង set function ឲ្យត្រូវព្រោះមិញហ្នឹងគឺឈើយក image អញ្ចឹងវាបង្កើតមកចេញជា image ហើយវាចេញជាអក្សរអញ្ចឹងមកឲ្យឥឡូវយើងបង្កើតជាវីដេអូវិញម្ដងតោះឥឡូវវាបង្កើតហើយខ្ញុំចង់ញ៉ាំកាហ្វេ តោះទៅញ៉ាំកាហ្វេនៅសាលាកាហ្វេ ឃើញទេគ្នាយើងពេលដែលយើងសរសេរ tag ជាភាសាខ្មែរឲ្យដាក់លើ prompt នឹងបន្ថែមទៀតណាវីដេអូហ្នឹង AI ហ្នឹងគឺអាចនិយាយភាសាខ្មែរបានឲ្យយើងងាយហើយបន្តមកទៀតគ្នាយើងគ្រាន់តែធ្វើអញ្ចឹងរហូតមកហើយបង្កើតវីដេអូហ្នឹងជា2 3មកហើយយកវាយកទៅ edit គុំចូលគ្នាទៅដោយសារតែឥឡូវហ្នឹងចង់ថាអញ្ចេះ ខ្ញុំចង់ញ៉ាំ ដោយសារតែឥឡូវហ្នឹងយើងអាច edit បាននៅលើអាហ្នឹងបានដូចគ្នានៅលើ Google Flow ដូចគ្នាប៉ុន្តែបើគ្នាយើងចង់ edit តាមទូរស័ព្ទតាម CapCut អីអញ្ចឹងណាគឺយើង download នេះកន្លែង download ហ្នឹងចុចមកគឺវា download វីដេអូហ្នឹងឲ្យយើងហើយដោយសារ ChatGPT ឈើ error អញ្ចឹងឈើសាកធ្វើនៅលើGoogle Gemini វិញម្ដងពេលយើងចូលទៅ Gemini យើងប្រាប់វាយើង upload រូបហើយ suggest 3D visual prompt based on this picture យើង submit ទៅអញ្ចឹងGoogle Gemini ក៏វាអាចជួយបង្កើត visual prompt ឲ្យយើងបានដែរមិញហ្នឹងគឺឈើចង់ធ្វើនៅលើ ChatGPT ប៉ុន្តែដោយសារ ChatGPT ឈើវា error អញ្ចឹងឈើបង្ហាញទៅលើ Google Gemini ឲ្យគ្នាយើងមើលវិញម្ដងបន្តមកទៀតយើងគ្រាន់តែ copy prompt ហ្នឹងgenerate 3D based on this prompt ហើយយើង submit ណាអញ្ចឹង Google Gemini នឹងបង្កើតរូបភាពឲ្យយើងថ្មីមួយទៀតហើយឃើញទេអានេះរូបភាពបែប 3D ឥឡូវយើងចង់ឲ្យវាដូរទៅ 2D វិញម្ដងយើងអាច copy prompt នឹងដូចគ្នាណាប៉ុន្តែគឺយើងយកវាទៅកែនៅក្នុង ChatGPT វិញម្ដងគ្នាយើងតន់ទេPlease change this 3D prompt to 2D prompt ហើយយើង paste វាមកណាហើយ submit អញ្ចឹង ChatGPT នៅបង្កើត
prong ជា 2D ឲ្យយើងវិញម្ដងអាហ្នឹងរបៀបយើងដូរមានន័យថាបើយើងមាន 3D យើងអាចឲ្យ ChatGPT កែវាទៅជា 2D ឲ្យយើងបានយើងគ្រាន់ប្រាប់ថា please change this 2D prompt to 2D ទៅបានហើយប៉ុណ្ណឹងវា generate ឲ្យយើងហើយបន្តមកទៀតគឺយើងយក prompt ហ្នឹង copy prompt 2D ហ្នឹងយកទៅឲ្យ Gemini generate 2D ឲ្យយើង generate 2D based on this prompt ជា 2D នេះម្ដងណាអូខេបាទយើងចូលកន្លែងនេះឃើញជប់ Flow AI បន្តមកទៀតនេះជាងឃើញសញ្ញាបូកនេះបើចង់ដូរឡើងវីដេអូនេះដូរឡើងនេះចុចឡើងនេះមកឡើងនេះយក image ឡើងនេះយកវីដេអូណារ៉ូឃើញហ៎បាទហ្នឹងហើយចុចយកវីដេអូ ingredient 1690យកមួយបានហើយបង្កើតតែមកវីដេអូបានហើយយល់ទេណាបន្តមកទៀតដើម្បី upload រូបចូលហ្នឹងគឺយើង upload ឡើង media នេះ upload media មក select រូបដែលយើងចង់ upload add មកហើយ generate យើងនេះធ្វើ 2D ម្ដង2D based on this prompt ណាឃើញទេណាបន្តមកទៀតយើងគ្រាន់តែចុច submit ទៅវាបង្កើតជាវីដេអូ 2D ឲ្យយើងហើយឥឡូវវីដេអូហើយគ្នាយើងឃើញហ៎ចង់ថាយើងមានវិធីធ្វើវិធីទី1ដែលឈើបង្ហាញគ្នាយើងនឹងគឺយើងអត់មានរូបភាពទេប៉ុន្តែយើងមានជា idea យើងមានថាយើងចង់បានមនុស្ស2នាក់ហ្នឹងប្រុសស្រីហ្នឹងគាត់ដើរមួយគ្នាហើយគាត់ទៅទិញកាហ្វេជាមួយគ្នាអញ្ចឹងយើងដំបូងឡើយគឺយើងចូលទៅក្នុង ChatGPT ហើយប្រាប់ ChatGPT ឲ្យ generate 3D ឬក៏ 2D visual prompt ឲ្យយើងហើយយើងគ្រាន់តែប្រាប់ថាអូខេ a man and a woman walk to សាលាកាហ្វេ to grab a coffee ជាង ChatGPT នឹងបង្កើត visual prompt ឲ្យយើងឯងបន្តមកទៀតយើងយក visual prompt ទៅបង្កើតជារូបភាពនៅក្នុង Google Gemini ពេលបង្កើតហើយយើង download រូបនោះទុកយើងទៅ Flow AI ម្ដងហើយយើង upload រូបហ្នឹងយើងបង្កើតទៅជាវីដេអូជាមួយនឹង prompt ដែលយើងមានពី ChatGPT ហ្នឹងហើយយើងចង់ឲ្យវានិយាយយើងបន្ថែម dialogue ឲ្យថាអូខេអ្នកណានិយាយអីអ្នក A ចង់និយាយអីអ្នក B និយាយអីយើងសរសេរជាខ្មែរក៏បានយើងសរសេរជាភាសាអង់គ្លេសក៏បានសរសេរភាសាអីក៏បានដែរឲ្យវាបង្កើតវីដេអូមកវានិយាយតាមហ្នឹងអញ្ចឹងអាហ្នឹងជាវិធីទី1ណាប៉ុន្តែវិធីទី2មិញដូចគ្នាយើងឃើញរូបលោកសងហើយនឹងប្រាសាទអង្គរវត្តអញ្ចឹងឈើទៅ download រូបហ្នឹងពី Google ហើយឈើឆ្លាញ់រូបហ្នឹងប៉ុន្តែឈើចង់បង្កើតជារបស់ខ្លួនឯងអត់ចង់ឲ្យជាប់ copyright ទេអញ្ចឹងឈើយករូបហ្នឹងយកទៅ upload ចូលទៅក្នុង ChatGPT ក៏បានក្នុង ChatGPT ក៏បានឬក៏ក្នុង Google Gemini ក៏បានដែរដើម្បីឲ្យ ChatGPT ឬក៏ Google Gemini ហ្នឹងបង្កើត visual prompt ឲ្យឈើឲ្យដូចជាមួយរូបហ្នឹងប៉ុន្តែឈើអាចមិនហ្នឹងគឺឈើបង្ហាញជា 2D អញ្ចឹងគ្នាយើងចង់បង្កើតជា 3D ក៏បានដែរអញ្ចឹងពេលយើងបានហើយយើងចូលទៅក្នុង Google Gemini ដែរហ្នឹងយើងប្រាប់វាឲ្យបង្កើតទៅ 2D រូបភាពក៏បាន 3D រូបភាពក៏បានពេលយើងបានរូបហ្នឹងហើយគឺយើងធ្វើដូចមុនអញ្ចឹងទៅបង្កើតនៅក្នុង Flow បង្កើតជាវីដេអូមកហ្នឹងហើយនឹងវិធី2ប៉ុណ្ណឹងជាក់ស្ដែងGoogle Flow update ច្រើនអញ្ចឹងដូចគ្នាយើងឃើញឡើងនេះអញ្ចឹងឡើងនេះមាន character ជាទូទៅ
នៅពេលដែលគេធ្វើវីដេអូតាម AI ចំណុចដែលពិបាកបំផុតហ្នឹងគឺធ្វើឲ្យមុខមាត់មនុស្សហ្នឹងគឺដូចគ្នាមានន័យថាពីមួយវីដេអូទៅមួយវីដេអូគឺដូចគ្នាប៉ុន្តែឥឡូវហ្នឹង Google Flow បានអាប់ដេតហើយអញ្ចឹងជាទូទៅយើងអាចដាក់អាប់ឡូតនេះយើងអាប់ឡូតរូបភាពមនុស្សមកហើយបន្តមកទៀតគឺយើងអាចសរសេរឈ្មោះថាអូខេឈ្មោះហ្នឹងឈ្មោះអីគេឈ្មោះតារាហើយទៅបន្តមកទៀតពេលដែលយើងបង្កើតលើកក្រោយមកយើងចុចយកទៅ character ហ្នឹងគឺវីដេអូទាំងអស់ហ្នឹងចេញមកគឺ character ហ្នឹងឲ្យយើងចុចយក character ហ្នឹងយកតួអង្គមួយហ្នឹងអាហ្នឹងគឺបានដូចគ្នាហើយយើងចង់បង្កើតជាតួអង្គ avatar ក៏បានដែរអាហ្នឹងបានដូចគ្នាណាគេអាប់ដេតបានច្រើនហើយនេះចំណុចកន្លែងនេះគឺយើងអាច explore កន្លែងនេះកន្លែងនេះមានរូបភាពវីដេអូ character scene នេះក៏មានដែរដោយសារឥឡូវហ្នឹង Google Flow អាចជួយឲ្យយើងក្នុងការយើងបង្កើតជា storyboard បានទៀតណាហ្នឹងហើយតែឥឡូវដោយសារគ្នាយើងអស់ម៉ោងហើយឈើបង្ហាញប៉ុណ្្នឹងសិន